ជំរាបសួរបាទតាកាកាហ្វេសូមជម្រាបសួរបងប្អូនបាទថ្ងៃនេះតាកាកាហ្វេមានវីដេអូបាទមួយមកបង្ហាញបងប្អូនអញ្ចឹងបងប្អូនណាដែលចង់ធ្វើស៊ុបទឹកថ្លាបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនអំពីរបៀបធ្វើស៊ុបទឹកថ្លាឲ្យទឹកថ្លាល្អហើយមានរសជាតិឆ្ងាញ់តែម្ដងបងប្អូនអញ្ចឹងបងប្អូនដែលពុំទាន់ចេះធ្វើបាទបងប្អូនអាចមើលវីដេអូនេះហើយទៅធ្វើតាមអញ្ចឹងមានបាទវិធីធ្វើបងប្អូនអញ្ចឹងជាដំបូងគឺយើងយកសាច់គោដែលមានឆ្អឹងគោសាច់គោដែលបងប្អូនចង់ធ្វើស៊ុបនឹងយកមកស្រុះសិនបងប្អូនអញ្ចឹងយើងស្រុះទឹកដាំពុះហើយយើងស្រុះវាបាទឲ្យវាបាទបាត់ក្លិននិងបាត់រសជាតិធុំក្លិនគោអីចឹងណាបងប្អូនយើងស្រុះវាបន្តិចទៅវាអត់ធុំក្លិនគោហើយស៊ុបទឹកស៊ុបរបស់យើងបាទថ្លាល្អហើយมันមានខ្លាញ់បាទជាប់ចានជាប់ឆ្នាំងទេបងប្អូនបន្តទៀតបាទយើងធ្វើគ្រឿងគឺមានរំដេងនិងបាទខ្ទឹមបងប្អូនហើយខ្ទឹមបារាំងបាទបងប្អូនចង់ដាក់ទៅតាមចំណូលចិត្តបងប្អូនទៅបាទគឺសម្រាប់ខ្ញុំដាក់បាទខ្ទឹមបារាំង2មើមហើយនិងរំដេងបាទ1មើមធំដែរបងប្អូនអញ្ចឹងគ្រឿងដែលយើងដាំនេះគឺមានដាក់ដុំស៊ុបខ្នុរ2ដុំហើយនឹងរំដេងស្លឹកក្រូចសើចបាទរួចរាល់បងប្អូនអញ្ចឹងសាច់គោដែលខ្ញុំបានស្រុះរួចម្សៅហើយឥឡូវយើងដាក់ចូលក្នុងទឹកស៊ុបរបស់យើងតែម្ដងអញ្ចឹងទឹកស៊ុបនេះនៅពេលដែលយើងស្រុះសាច់គោរួចហើយបងប្អូនសំខាន់ណាបាទសាច់គោបើសិនយើងមិនស្រុះទេទឹកស៊ុបរបស់យើងនឹងល្អក់ហើយបងប្អូនអញ្ចឹងខ្ញុំមកបង្ហាញវីដេអូនេះដើម្បីឲ្យទឹកស៊ុបរបស់យើងថ្លាល្អហើយរសជាតិគឺឆ្ងាញ់តែម្ដងបងប្អូនអញ្ចឹងខ្ញុំដាក់បញ្ចូលហើយបាទគឺបាទចំពោះសាច់គឺយើងបានស្រុះរួចអញ្ចឹងបាទទឹកនៅតែថ្លាប៉ុន្តែនិយាយពីរសជាតិវិញបាទអែមតែម្ដងបងប្អូនអញ្ចឹងយើងនៅពេលដែលវាពុះបាទយើងដួសពពុះវាចេញបាទដើម្បីកុំឲ្យឡើងបាទខ្លាញ់បងប្អូនអញ្ចឹងពពុះនឹងវាមានជាតិខ្លាញ់យើងដួសពពុះនឹងចេញទៅបាទគឺស្អាតទឹកស៊ុបនិងស៊ុបរបស់យើងគឺគួរឲ្យចង់ញ៉ាំតែម្ដងបាទបន្ទាប់ពីយើងពុះបានមួយសន្ទុះហើយគឺយើងបាទត្រៀមបន្លែនិងដាក់បន្លែចូលបងប្អូនគឺមានបាទការ៉ុតល្ហុងបាទហើយនឹងថៃអីចឹងទៅបាទសម្រាប់ខ្ញុំមាន3មុខហ្នឹងឯងយើងជំនួយកុំឲ្យយើងញ៉ាំសាច់ច្រើនពេកអញ្ចឹងយើងមានលីបន្លែលីអីចឹងណាអញ្ចឹងបងប្អូនណាចង់ញ៉ាំខ្លះបាទអាចធ្វើអញ្ចឹងញ៉ាំបានបងប្អូនបាទអញ្ចឹងស៊ុបរបស់ខ្ញុំពុះមកស្ទុះហើយគឺខ្ញុំដាក់បន្លែចូលបាទបន្ទាប់ពីយើងរំងាស់មកបន្លែផុយល្អហ្នឹងគឺបាទសាច់ស៊ុបរបស់យើងគឺផុយតែម្ដងអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំបង្ហាញអំពីរបៀបធ្វើស៊ុបគោទឹកថ្លាដែលមានរសជាតិឆ្ងាញ់បាទបងប្អូនណាចង់ធ្វើញ៉ាំអាចធ្វើយ៉ាងបាននេះស៊ុបឆ្អិនហើយបងប្អូនបាទដាក់តាជីអញ្ចឹងមកតាគោឆ្មាបន្តិចមកបាទអែមតែម្ដងគ្រឿងបងប្អូនអាចដាក់ថែមថយតាមចំណូលចិត្តរបស់បងប្អូនបានអរគុណពុកម៉ែបងប្អូនដែលបានមើលវីដេអូនេះហើយកុំភ្លេចជួយចុច like page ឲ្យម្នាក់មួយផងអរគុណបាយបាយជម្រាបលា